បាទសូមចន្ទ្រាបាទសូមស្វាគមន៍មកកាន់ថ្នាក់របស់យើងហើយសយន្តសួស្តីហើយ good evening ទាំងអស់គ្នាថ្ងៃនេះយើងបានជួបគ្នាមួយសារទៀតហើយតែពាក់ព័ន្ធជាមួយនឹងមេរៀនទស្សនវិជ្ជា PHI 105 Critical Thinking ការត្រេះគិតត្រេះរិះពិចារណាឲ្យបានស៊ីជម្រៅបាទទៅលើនៃអាចថាជាមេរៀនចុងក្រោយសម្រាប់បងប្អូនទាំងអស់គ្នាហើយមេរៀននេះជាមេរៀនមួយដែលប្រើទស្សនៈនៅក្នុងការគិតជាមេរៀនមួយដែលយើងអាចយកមកសិក្សាហើយនៅក្នុងការអាចយកមក apply នៅក្នុងជីវិតយើងប្រចាំថ្ងៃហើយយើងអាចមើលដឹងអំពីទស្សនៈរបស់អ្នកដទៃរបៀបនៅក្នុងការដឹកនាំរបៀបនៅក្នុងការធ្វើបាទជាយុទ្ធសាស្ត្រជាចិត្តសាស្ត្រហើយជាកលវិធីផងដែរបាទប៉ុន្តែនៅក្នុងមេរៀននេះក៏បង្ហាញថាពេលខ្លះយើងដឹងហើយយើងឮហើយក៏យើងព្រមតាមដែរបាទនៅក្នុងន័យទៅទៀតពាក់ព័ន្ធជាមួយនឹងនៃទស្សនៈរឿងគេអាចបំភាន់យើងអាចមើលដឹងអំពីគេបំភាន់ពីគំនិតរបស់យើងគំនិតរឿងនឹងត្រូវក៏គេអាចបំភាន់អារម្មណ៍ស្មារតីការគិតរបស់យើងឲ្យថាគិតថារឿងហ្នឹងគឺជារឿងខុសក៏ថាបានដែរហើយដល់ពេលរឿងត្រូវសោះក៏គេអាចបំភាន់អារម្មណ៍នៅក្នុងការគិតកំហុសរបស់យើងការឃើញឲ្យគេធ្វើមិនជាកំហុសក្នុងការឃើញរបស់យើងមានផុសតាងមានអីគ្រប់គ្រាន់ឲ្យយើងគិតថារឿងហ្នឹងគឺជារឿងត្រឹមត្រូវវាចឹងបាទអញ្ចឹងរឿងនេះមេរៀននេះអាចរៀនបានច្រើនពាក់ព័ន្ធជាមួយនឹងសង្គមពិសេសជាងគេយើងនៅជាមួយនឹងមនុស្សហើយនឹងសង្គមនឹងតែម្ដងបាទអញ្ចឹងលោកគ្រូនឹង direct ចូលទៅក្នុងស្នូលនៃមេរៀនហើយអាចតែមេរៀនចុងក្រោយបាទជាមួយនឹងមេរៀន final របស់យើងគឺលោកគ្រូយកមេរៀនហ្នឹងដើម្បីផ្ដោតទៅលើនៅក្នុងថ្ងៃស្អែកហ្នឹងអញ្ចឹងសង្ឃឹមបងប្អូនទាំងអស់គ្នាអ្នកដែលបានចូលឬមិនបានចូលអាចស្ដាប់វីដេអូនេះហើយយើងនឹងអាចយកមកធ្វើ final នៅក្នុងសប្តាហ៍ក្រោយchapter 6ពាក់ព័ន្ធជាមួយនឹង logical fallacy បាទដែលភាសាអង់គ្លេសថា logical fallacy ភាសាខ្មែរវិរុទ្ធនិទោសតក្កវិជ្ជាអញ្ចឹងគ្រាន់តែពាក្យថាខ្មែរវិរុទ្ធនិទោសហ្នឹងពិបាកនៅក្នុងការយល់អញ្ចឹងគូនឹងបញ្យល់ពាក់ព័ន្ធជាមួយវិរុទ្ធនិទោសហ្នឹងបានន័យថាម៉េច logical fallacy ហ្នឹងបានន័យថាម៉េចក្នុងពាក់ព័ន្ធជាមួយនឹងអត្ថន័យខ្លឹមសារ title នៃមេរៀននេះបាទវិរុទ្ធហ្នឹងគឺជាកំហុសនិទោសហ្នឹងគឺការឃើញបាទតក្កហ្នឹងជំនាញបាទជំនាញដែលយើងរៀនហ្នឹងបែបតក្កជំនាញណាមួយអញ្ចឹងកំហុសនៅក្នុងការឃើញទោះបីថាយើងមានជំនាញតក្កហ្នឹងក៏ដោយឧទាហរណ៍បងប្អូនរៀនជំនាញសេដ្ឋកិច្ចពេលខ្លះយើងថាយើងបកកែសេដ្ឋកិច្ចយើងមានបទពិសោធន៍សេដ្ឋកិច្ចយើងឆ្លងកាត់យើងមានសញ្ញាបត្រផ្នែកបញ្ញាបត្រ master ឬក៏បញ្ញាបត្រជាន់ខ្ពស់រហូតដល់ PhD បណ្ឌិតទៅទៀតក្រោយបណ្ឌិតទៅ post doctor អីជាដើមប៉ុន្តែយើងថាយើង expert ទៅនឹងប៉ុន្តែនេះវាជាការឃើញរបស់យើងណាយើងថាយើងមានសញ្ញាបត្រនឹងផ្ដោតទៅលើសញ្ញាបត្រតែពេលខ្លះអត់ពិតប្រាកដទេបាទអានឹងជាចំណុចមួយដែលវារត់កំហុសនៅក្នុងការឃើញដែលយើងមានតក្កនឹងក៏ដោយពេលខ្លះគឺខុសយើងគិតខុសដោយសារជាចេតនារបស់មនុស្សដែលគេចង់ឲ្យយើងយល់ឃើញបែបហ្នឹងបាទទោះបីយើងមានបទពិសោធន៍បែបនេះបែបនោះក៏នៅតែយើងគិតច្រឡំគិតខុសបាទឬក៏យើងគេបំភាន់ស្មារតីឲ្យយើងវង្វេងអត់យល់ពីគោលបំណងគោលគំនិតនឹងក៏ថាបានដែរអាហ្នឹងហើយពាក់ព័ន្ធជាមួយនឹងវិរុទ្ធនិទោសក្នុងតក្កវិជ្ជានឹងជាដើមបាទអញ្ចឹងលោកគ្រូនឹងចូល direct ចូលទៅដល់មេរៀនតែម្ដងពាក់ព័ន្ធជាមួយនិយមន័យនៅក្នុងអត្ថន័យនៃមេរៀននេះdefinition ជាមួយនឹងនិយមន័យរបស់វិរុទ្ធនិទោសនេះគេហៅថាវិរុទ្ធនិទោសបែបតក្កវិជ្ជាឬក៏វិរុទ្ធនិទោសគឺជាតលហេតុករមួយដែលមានកំហុសនៅក្នុងការវិចារណកម្មឬក៏កំហុសនៅក្នុងការភ័ន្តច្រឡំហេតុផល
ប្រចាំវិចារណកម្មកំហុសក្នុងការប្រើវិចារណកម្មប្រើជាមួយនឹង critical thinking របស់យើងនៅក្នុងទីនោះកាលពីមេរៀនទី1លោកគ្រូបានបញ្ជាក់ប្រាប់ថាការប្រើវិចារណកម្មឲ្យបានត្រឹមត្រូវស្តង់ដារបញ្ញានៃការគិតឲ្យត្រូវត្រឹមត្រូវទោះបីយើងមានបញ្ញានៃការគិតស្តង់ដារនឹងក៏ដោយតែដុកទ័រ Richard Poe គាត់ suggest ណាលោក suggest ថាឲ្យយើងមុននឹងការគិតយើងត្រូវមានបញ្ញានៅក្នុងការគិតទៅមិនគិតក៏មកឲ្យមានកំហុសឲ្យគិតឲ្យមានប្រកបដោយបច្ចេកទេសពិសេសជាងគេប្រើជាមួយនឹងស្តង់ដារបញ្ញានៃការគិតបាទប៉ុន្តែពេលខ្លះយើងប្រើអានឹងហើយក៏នៅតែមានកំហុសដែរនៅក្នុងការគិតដែរដោយសារតែអីដែលលោកគ្រូបញ្ជាក់ខាងដើមវិរុទ្ធនឹងគឺការបំភាន់ទោះបីមានភ័ស្តុតាងឡើយនេះទោះបីមានភ័ស្តុតាងមានអំណះអំណាងច្បាស់លាស់ពិតប្រាកដក៏វាជាកំហុសមួយជាហេតុផលនៅក្នុងការឃើញហេតុផលក្នុងទីនេះដែរអានឹងហើយជាចំណុចមួយដែលវិរុទ្ធនិទោសនៅក្នុងតក្កវិទ្យានៅក្នុងទីនេះវាជាចេតនារបស់បុគ្គល A ចង់ឲ្យបុគ្គល B នឹងយល់ច្រឡំ X ទៅនាំទៅអត់ X សោះប៉ុន្តែជាឲ្យយល់ទៅ Y គេយើងគិតថា Y ហ្នឹងណាបាទអាហ្នឹងជាចំណុចមួយដែលពាក់ព័ន្ធជាមួយនឹងក្នុងការភ័ន្តច្រឡំបាទអញ្ចឹងវិរុទ្ធនិទោសគឺពាក់ព័ន្ធទៅលើកំហុសនៅក្នុងវិចារណកម្មដែលកើតឡើងចេញពីការសន្មតมันមានភាពពាក់ព័ន្ធភាពមួយនឹងការសេចក្តីសន្និដ្ឋានបាទអញ្ចឹងយើងចាំជជែកគ្នានៅក្នុងឧទាហរណ៍ខាងបន្ទាប់នៅក្នុងនេះពាក់ព័ន្ធជាមួយនៅក្នុងចំណុចដែលលោកគ្រូចង់សង្កេតឬក៏ចំណុចដែលលោកគ្រូចង់លម្អិតឲ្យ clear ពាក់ព័ន្ធជាមួយនៅក្នុងទីនេះដែលគេនិយាយថាគឺវិរុទ្ធដែលពាក់ព័ន្ធនៅក្នុងដែលយើងធ្វើឲ្យយើងមានការភ័ន្តច្រឡំបាទរឿងភាពពាក់ព័ន្ធវិជ្ជមានបាទដែលមានភាពពាក់ព័ន្ធវិជ្ជមានជាមួយនឹង Y ប្រសិនបើ X នឹងផ្ដល់ភ័ស្តុតាងថាពិតឃើញទេដោយលោកគ្រូចង់និយាយថាអញ្ចឹងរឿងពិតសោះប៉ុន្តែគេកំណត់ឲ្យយើងគិតថារឿងហ្នឹងមិនពិតគេមានភ័ស្តុតាងគេមានអំណះអំណាងរឿងហ្នឹង X សោះប៉ុន្តែគេចង់ឲ្យ Y កាត់ឡើងអញ្ចឹងយើងគិតថារឿង Y ហ្នឹងគឺជារឿងពិតប្រាកដអាហ្នឹងអញ្ចឹងណាយើងគិតថាហ្នឹងដោយសារគេមានភ័ស្តុតាងគេមានអំណះអំណាងយើងគិតមើលសមហេតុផលដែរយើងមើលហ្នឹងហេតុផលវាសមរម្យមានភ័ស្តុតាងមានអំណះអំណាងមានតួអង្គមានព្រឹត្តិការណ៍ពិតប្រាកដអញ្ចឹងយើងអាចអត់ជឿអត់បានទេអាហ្នឹងជាចំណុចអញ្ចឹងបានគេថាប្រភេទ type of relevant ហ្នឹងវាជាចំណុចមួយដែលគេបំភាន់ស្មារតីវិរុទ្ធក្នុងការឃើញនៅក្នុងទីហ្នឹងឯងអញ្ចឹងយើងលោកគ្រូចង់ឲ្យមើលឧទាហរណ៍ពាក់ព័ន្ធជាមួយនៅក្នុងកន្លែងនេះចំណុចដែលឧទាហរណ៍ថា Mary is the high school senior so Mary is likely as a PhD ពិតប្រាកដ Mary គាត់រៀននៅសាកលវិទ្យាល័យ4ឆ្នាំជា senior ជាសិស្សចំនួនរៀនច្បងបាទអញ្ចឹងប៉ុន្តែអ្នកទាំងអស់គិតថាគាត់រៀននៅនឹងយូរហើយឆ្នាំហើយអញ្ចឹងគាត់ PhD ឃើញទេយើងគ្រាន់តែឃើញភ័ស្តុតាង Mary គឺភ័ស្តុតាងពិតប្រាកដ Mary រៀននៅសាកលវិទ្យាល័យ Mary រៀននៅក្នុងយូរឆ្នាំបាទឃើញមួយថ្ងៃចេញពីផ្ទះទៅដើម្បីទៅរៀនហើយយើងគាត់ថាចាប់ផ្ដើមថារៀន PhD តែទៀតពិត Mary កំពុងតែរៀនឆ្នាំទី3ឬក៏ឆ្នាំទី4នៅក្នុងទីនេះបាទនេះក៏ជាឧទាហរណ៍មួយនៅមុខបញ្ជាក់អំពីនៅក្នុងការកំណត់ឡើងហ្នឹងដោយសារយើងឃើញភ័ស្តុតាងដែលយើងឃើញហេតុផលវិចារណកម្មដែលយើងឃើញហ្នឹងអាហ្នឹងវាអញ្ចឹងណាបាទវាជាវាពាក់ព័ន្ធជាមួយនៅក្នុងការវិរុទ្ធដែលពាក់ព័ន្ធធ្វើឲ្យយើងមានការភ័ន្តច្រឡំដែលយើងប្រើជាមួយវិចារណកម្មបានត្រឹមត្រូវបាទអាហ្នឹងអញ្ចឹងលោកគ្រូឧទាហរណ៍មួយទៀតឧទាហរណ៍ថានៅក្នុងក្រុមគ្រួសារមួយឃើញឧទាហរណ៍ថាអ្នកដែលមកពីខេត្តបរិញ្ញាទៅក្នុងទីក្រុងភ្នំពេញទៅចាស់ពីអ្នកហ្នឹងរស់នៅផ្ទះជាមួយគ្នាស្រាប់ព្រលឹមឡើងចេញពីផ្ទះពាក់មួកឲ្យគ្នាពាក់បិជជើងឲ្យគ្នាក្អាកក្អាយអោបចកេះចេញទៅហើយអ្នកចិត្តខាងនៅចិត្តហ្នឹងស្រាប់តែនិយាយពីអ្នកហ្នឹងពីណាគេប្តីប្រពន្ធសង្ការគូសង្សារគិតក្នុងចិត្តថាពីណាគេទេកូនណាទេមកពីខេត្តមកពីនេះកូននេះចេះទៅតែតើអត់មកគេចេះតែសង្កេតមើលរាល់ថ្ងៃក្នុងហ្នឹងដោយសារឃើញភ័ស្តុតាងពិតប្រាកដនឹងជាក់ស្ដែងថាអញ្ចឹងស្រាប់តែ3 4ឆ្នាំក្រោយមករៀនចប់ប្អូននោះមានរៀបពភាទៅតែស្រាប់តែសិក្សាយូរទៅ2អ្នកនឹងបងប្អូនបង្កើតឃើញទេអាហ្នឹងអញ្ចឹងភ័ស្តុតាងពិតប្រាកដដើរជាមួយគ្នាស្និទ្ធស្នាលជាមួយគ្នាប៉ុន្តែពិតប្រាកដប៉ុន្តែក៏រឿងវាមិនពិតដែរអាហ្នឹងគឺជាចំណុចមួយដោយសារតែយើងប្រើវិចារណកម្មវិចារណញាណរបស់យើងនឹងអត់បានត្រឹមត្រូវនៅក្នុងការជជែកឬក៏ក្នុងការគិត critical thinking ទោះបីយើងមាន critical thinking ដែលយើងរៀនពីដើមមកក៏ដោយបាទនេះហើយជាចំណុចមួយដែលពាក់ព័ន្ធជាមួយនឹង type of relevant នៅក្នុងការប្រើគំនិតភ័ស្តុតាងដែលធ្វើឲ្យមានការភ័ន្តច្រឡំបាទប៉ុណ្ណឹងនៅក្នុង slide បន្ទាប់ពាក់ព័ន្ធជាមួយនឹង slide បន្ទាប់
slide បន្ទាប់ទៅទៀតពាក់ព័ន្ធជាមួយនឹងfallacy of relevance វិរុទ្ធនៃទោសនៃភាពពាក់ព័ន្ធវិរុទ្ធទាំងអស់ប្រមាណចំណុចនេះ11ចំណុចនេះគឺជាវិរុទ្ធកំហុសនៅក្នុងការឃើញណារបស់យើងដែលយើងឃើញហ្នឹងធ្វើឲ្យយើងមានការភ័ន្តច្រឡំវង្វេងដោយខ្លួនឯងឬគេបំភ័ន្តយើងក៏ថាបានដែរអាហ្នឹងវិរុទ្ធទាំង11នេះបាទវិរុទ្ធទាំង11នេះដែលភាពពាក់ព័ន្ធទៅធ្វើឲ្យយើងមានការភ័ន្តច្រឡំស្មារតីឲ្យយើងយល់ឃើញថាខុសថាត្រូវថាខុសហើយយើងវង្វេងទៀតអាហ្នឹងណាអាហ្នឹង11ហ្នឹងឯងគេបំភ័ន្តយើងផងទាំងយើងភ័ន្តច្រឡំទៅលើស្មារតីខ្លួនឯងផងអាហ្នឹងពេលខ្លះនៅក្នុងចំណុចមួយហ្នឹងឯងយើងជួបច្រើនមិនថាកន្លែងណាក្នុងរស់ក្នុងសង្គមមិនថាកន្លែងការងារឬក៏កន្លែងរស់ក្នុងពាក់ព័ន្ធជាមួយនឹងរឿងអីក៏ដែរអត់អានណាកិច្ចបានទេនៅក្នុងទីនេះអានេះអ្វីដែលលោកគ្រូបទពិសោធន៍ជីវិតឬក៏កន្លែងធ្លាប់ឆ្លងកាត់មកគឺអត់អាចលោកគ្រូសង្កេតឃើញថាហ៊ានថាអត់មានណាមួយកិច្ចបានទេធ្លាប់ជួបទាំងអស់ប៉ុន្តែតិចនឹងច្រើនហើយពិបាកនឹងស្រួលតែប៉ុណ្្នឹងឯងអញ្ចឹងទី1គឺ personal attack គេហៅថាវាយប្រហារបុគ្គលអញ្ចឹងភាសាខ្មែរមិនប្រកាសថាលោកគ្រូបកត្រូវទេតែគ្រាន់តែជាការជំនួយនៅក្នុងការគិតដោយសារក្នុងពាក្យកលឹះច្រើនវាពិបាកនៅក្នុងការប្រើទស្សនវិជ្ជាទី2 attacking a motive បាទវាយប្រហារមូលហេតុគឺវាយប្រហារទៅលើផ្លូវអារម្មណ៍ឬផ្លូវចិត្តហ្នឹងហើយនេះក៏សំខាន់ដែរបាទនៅក្នុងទីនេះបន្តមកទៀតពាក់ព័ន្ធជាមួយនឹង look who attacking បាទភាសាខ្មែរថាមើលទៅកំពុងអ្នកនិយាយហ្នឹងដូចតែគ្នាដូចតែខ្ញុំដែរឬក៏មើលទៅសម្បកខាងក្រៅមួយទៀត to wrong make a right បាទភាពខុសពីបង្កើតបានភាពត្រឹមត្រូវទី3 scare tactic យុទ្ធសាស្ត្របន្លាចឲ្យយើងជួបច្រើននៅក្នុងទីនេះអភិធិពិធីបាទភាពតាក់ទាញធ្វើឲ្យនរណាម្នាក់អន្តងចិត្តនរណាម្នាក់ឲ្យគេអាណិតបាទ one gun achievement បាទតាក់លហីក៏តាមគេតាមឯងស្រមិនបាទយុទ្ធសាស្ត្រចំបើង red herring បាទកលល្បិចការបំភាន់ acquire vocation ការប្រើប្រាស់ទៅលើន័យច្រើនបែបបាទ begging the question បាទគឺថាការលើកឡើងហ្នឹងគ្រាន់តែបានលើកឡើងយើងថាសម្ដីมันអាចយកជាការបានឬក៏ការសន្មតលើកសច្ចៈហ្នឹងគឺសេចក្តីសន្និគ្រាន់សេចក្តីសន្និដ្ឋានយកប្រឡោមយកសេចក្តីសន្និដ្ឋានយកតែម្ដងបាទអញ្ចឹង11ចំណុចនេះឬក៏11វិរុទ្ធនេះធ្វើឲ្យយើងភ័ន្តច្រឡំឬក៏យើងច្រឡំដោយខ្លួនឯងដោយសារយើងទោះបីយើងមានអត្តកវិជ្ជាហ្នឹងក៏ដែរបាទអញ្ចឹងយើងនឹងសិក្សាម្ដងមួយទាំងអស់គ្នាអញ្ចឹងលោកគ្រូសូម scroll ទៅ next slide ចំណុចទី1ពាក់ព័ន្ធជាមួយនឹង personal attack បាទការវាយប្រហារបុគ្គលអញ្ចឹងឧទាហរណ៍ថាតលហីក៏ម្នាក់វាយប្រហារអំពីអត្តចរិតទៅលើតលហីក៏ម្នាក់ទៀតថាយ៉ាងម៉េចចឹងទៅលោកគ្រូឧទាហរណ៍ថាគ្រាន់តែឮពីអត្តចរិតរបស់បុគ្គលម្នាក់ទៀតគ្រាន់តែយើងឃើញនិយាយឮយើងចាប់ផ្ដើមមនុស្សហ្នឹងមិនល្អអត្តចរិតបែបហ្នឹងបាទយើងចាប់ផ្ដើមវាយប្រហារតាណាម្នាក់ហ្នឹងដោយសារតែទៅលើអត្តចរិតគ្រាន់តែឃើញភាពស្និទ្ធស្នាលបុគ្គល A ទៅស្និទ្ធស្នាលមួយបុគ្គល B យើងចាប់ផ្ដើមម្នាក់ហ្នឹងអត់ស្រួលទេចង់អីទេលែបខាយជាមួយបុគ្គលម្នាក់ទៀតឬក៏បុគ្គលម្នាក់ទៀតហ្នឹងគិតថាបុគ្គលម្នាក់ហ្នឹងអត់ស្រួលទេចង់មកអីគេលែបខាយជាមួយខ្ញុំដោយសារតែយើងឃើញអាទង្វើសកម្មភាពរបស់បុគ្គលម្នាក់ទៀតហ្នឹងថាស្និទ្ធស្នាលហើយយើងគិតថាយើងឃើញនឹងភ្នែកអវិរុទ្ធហ្នឹងយើងថាមនុស្សហ្នឹងអត់ស្រួលអាហ្នឹងហើយជាចំណុចមួយជាកំហុសមួយនៅក្នុងការឃើញហើយយើងអាចចាប់ផ្ដើមសន្មតបែបហ្នឹងបាទអានេះជាចំណុចមួយជាការគិតមួយនៅក្នុងទីនេះហើយយើងសង្កេតមើលឃើញបងប្អូនរឿងទាំងអស់គឺនៅក្នុងគេហៅថា personal attack ហ្នឹងឯងបាទហើយយើងស្ដាប់ពីបុគ្គលម្នាក់មួយក៏យើងអាចគិតថាបុគ្គលម្នាក់ទីហ្នឹងក៏ជាមនុស្សអាក្រក់ដែរអាហ្នឹងអញ្ចឹងឯងដោយសារយើងអត់មានទោះបីយើងមានវិចារណកម្មហ្នឹងក៏អត់អាហ្នឹងអញ្ចឹងឯងគេហៅថា personal attack ចំណុចទី2ពាក់ព័ន្ធជាមួយនឹង attacking a motive ការវាយប្រហារពីមូលហេតុអានឹងវាស្តៀងគ្នាខាងលើដែរពីមូលហេតុទៅតាក់ហើយក៏ម្នាក់វាយប្រហារអំពីមូលហេតុណាម្នាក់ទៀតទៅលើអីឧទាហរណ៍គេថា pattern របស់វា x លំអៀងទៅលើមូលហេតុដែលគួរឲ្យសង្ស័យអញ្ចឹងបញ្ជាក់ឡើយនេះពាក់ព័ន្ធជាមួយនឹងកន្លែងនេះបញ្ជាក់ថាវាយប្រហារណាម្នាក់ដោយការ
ប្រើអារម្មណ៍របៀបណាផ្លូវចិត្តអារម្មណ៍អញ្ចឹងលោកគ្រូនឹងឧទាហរណ៍ថាផ្លូវចិត្តអារម្មណ៍ដោយប្រធានណាឧទាហរណ៍តែបើយើងគ្រូគាត់បរៀនលោកគ្រូគាត់បរៀនទៅមាននិស្សិតម្នាក់គាត់ចុចទូរស័ព្ទស្រាប់តែគាត់ស្ដីថាបងមិនក៏ចុចទូរស័ព្ទប្រមដាក់ទូរស័ព្ទតិចអារម្មណ៍របស់យើងពីយើងចាប់ផ្ដើមវាប្រហារណាម្នាក់ដោយសារផ្លូវអារម្មណ៍របស់យើងពីមូលហេតុយើងគិតពីមូលហេតុដែលសំខាន់គាត់ថាបងដាក់ទូរស័ព្ទតិចស្ដាប់លោកគ្រូបញ្យល់តិចយើងចាប់ផ្ដើមអារម្មណ៍របស់យើងអានឹងឲ្យគេថាវាប្រហារណាម្នាក់ដោយពីមូលហេតុពីសកម្មភាពទៅលើផ្លូវអារម្មណ៍នៅខ្លួនឯងលំអៀងតែមកជ្រុងនៅក្នុងទីហ្នឹងឯងអញ្ចឹងនេះគឺជាកំហុសមួយនៅក្នុងការគិតដែរដោយសារយើងឃើញអញ្ចឹងយើងលឺអញ្ចឹងបាទអញ្ចឹងយើងចាប់ផ្ដើមវាយប្រហែលពីមូលហេតុបាទចំណុចនេះឯងបន្តទៅទៀតពាក់ព័ន្ធជាមួយនឹងលុប who talking បាទលុប who talking ជាតលហើយកម្នាក់វាយប្រហារភាពលក្ខពុតរបស់តលហើយកម្នាក់ទៀតអញ្ចឹងលោកគ្រូឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងមើលការបកប្រែជាខណ្ឌរៈភាសារបស់យើងហ្នឹងមើលនរណាអ្នកកំពុងនិយាយហ្នឹងអ្នកហ្នឹងក៏ដូចតែខ្ញុំដែរហ្នឹងឬដូចតែគ្នាដែរឬក៏មើលតែសម្បកខាងក្រៅលោកគ្រូលើកឧទាហរណ៍យើងស្រាប់តែពេលយើងឃើញគ្រូមួយគាត់បរៀនតែ business entrepreneurship សហគ្រិនភាពនៅក្នុងការធ្វើអាជីវកម្មផែនការធ្វើ business ធ្វើខ្លួនរំមិចរៀបចំផែនការដើម្បីទៅទទួលបានជោគជ័យអីចឹងទៅស្រាប់តែបងអូនចេញផុតតែពីហ្នឹងគ្រូចប់ពីថ្នាក់គ្រូគាត់ចេញទៅដល់នោះគាត់ឃើញគាត់ជិះឡានអាព្រុសត្រឹម 7-8,000 ក្រោម 10000 ជាងសាប់ផ្ដើមថាគ្រូបរៀនសិទ្ធិ business entrepreneurship គ្រូនឹងសិទ្ធិបរៀន business plan ធ្វើឲ្យដើរផ្លូវនេះជោគជ័យទៅនេះផ្លូវប៉ុន្តែហេតុអីបានជិះឡានកាចាស់ហើយខ្ញុំជិះឡានទៅដល់$50,000ឧទាហរណ៍ទំនើបសេរីប៉ុណ្ណេះអាហ្នឹងគេហៅថា look who talking ជាកំហុសមួយនៅក្នុងការឃើញយើងចាក់ផ្ដើមសន្មតហើយវិនិច្ឆ័យថាបែបហ្នឹងយើងអ្នកនិយាយហ្នឹងអត់មានន័យលើខ្ញុំណាឃើញទេអ្នកនិយាយហ្នឹងអត់មានលើខ្ញុំទេដូចតែខ្ញុំដែរឬក៏ប្រហាក់ប្រហែលឬក៏អន់ជាងអីទេអន់ជាងខ្ញុំទៅទៀតអាហ្នឹងហើយគឺជាចំណុចមួយដែលគេហៅថា look who talking ហើយគួរឲ្យមើលឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងក្នុងលំអិតបន្ថែមឧទាហរណ៍ថាខ្ញុំមិនចាំបាច់ជក់បារីឈប់ជក់បារីដោយសារតែវិជ្ជបណ្ឌិតហ្នឹងប្រាប់ខ្ញុំថានោះទេដោយសារតែគាត់នឹងជក់បារីឬក៏ជក់ថ្នាំដែរចឹងថាឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងគេថា look who talking អាហ្នឹងគឺជាកំហុសមួយពាក់ព័ន្ធដែលយើងគិតបែបហ្នឹងឯងបាទបន្តទៅទៀត next slide to wrong make a right បាទ to wrong make a right ភាពខុសពីបង្កើតបានភាពត្រឹមត្រូវបាទកន្លែងហ្នឹងក៏មានកំហុសច្រើនដែរដែលនៅក្នុងការរស់នៅជីវិតប្រចាំថ្ងៃនៅក្នុងសង្គមកន្លែងការងារឬក៏ជីវិតរស់នៅក្នុងគ្រប់យ៉ាងទាំងអស់មិនថាជីវិតក្នុងក្រុមគ្រួសារឬក៏រស់នៅជុំគ្នាទេគឺតែហើយក៏ម្នាក់ទៀតព្យាយាមការពារកំហុសមួយដោយលើកឡើងពីកំហុសមួយផ្សេងទៀតដើម្បីយកមកការពារខុសទំនងណាពាក់ព័ន្ធជាមួយនៅក្នុងចំណុចនេះលោកគ្រូឧទាហរណ៍ថាបុគ្គល A បុគ្គល B ពីរអ្នកហ្នឹងជិះហួសភ្លើងស្តុបបុគ្គល A ជិះហួសភ្លើងស្តុបបុគ្គល B ក៏ត្រូវបានឆ្លងទៅតាមដូចគ្នាប៉ុន្តែប៉ូលីសចរាចរណ៍ហៅតែបុគ្គល B អត់ហៅបុគ្គល A តែបុគ្គល B តវ៉ាជជែកតតាំងថាបើបុគ្គល A ជិះហួសភ្លើងស្តុបដែរហេតុអីបានលោកប៉ូលីសឬក៏បងប៉ូលីសអត់ហៅក្នុងជប់ឃើញទេអាទាញកំហុសណាមួយដើម្បីឲ្យមកអ្នកពាក់ព័ន្ធនៅក្នុងខុសនៅក្នុងមួយទៀតទាំងខុសតំណងឬក៏បង្កើតកំហុសមួយទៀតនៅក្នុងកំហុសមួយទៀតដែលមិនទាញមកចូលមកក្នុងទីនេះលើកឡើងណាបាទអាហ្នឹងគឺជាចំណុចមួយដែលពាក់ព័ន្ធហ្នឹងដែរនិស្សិតពីរដូចគ្នាប្រឡងគ្រូមួយគាត់ចាប់គ្រូមួយគាត់អត់ចាប់មូលហេតុយើងចាប់ហ្នឹងគូបើចាប់ A មិនមើលបើខ្ញុំខុស A ក៏ខុសដែរមិនចាប់តែ B មិន A មិនចាប់អាហ្នឹងអញ្ចឹងឯងបាទគេថាភាពខុសពីរបង្កើតបានភាពត្រឹមត្រូវឬក៏អីយ៉ាងពាក់ព័ន្ធជាមួយនៅក្នុងណាឧទាហរណ៍នៅក្នុងក្រុមគ្រួសារប្តីប្រពន្ធចាស់ភរិយានឹងទិញអនឡាញច្រើនតើប្តីក៏មកថាមិនក៏ឯងទិញប្រើប្រាស់លុយកាក់ច្រើនម្លេះទៅទិញអនឡាញ
ចឹងប្រពន្ធចាប់ផ្ដើមជជែកបកកាយថានេះគាត់ណាកំហុសខ្ញុំតែបន្តិចហ្នឹងបងឯងមិនត្រឹមតែមិនត្រឹមតែផឹកស្រាមិនព្រមតែដើរយប់វិញហើយមានស្រីហើយលួចលាក់មានលុយទៅទៀតអាហ្នឹងជាអាពាក្យទាញអាកំហុសខុសទំនងដើម្បីយកមកដល់ភាពត្រឹមត្រូវមួយដើម្បីយកមកការពារអីចឹងតែរឿងអីមួយចំនួនបាទអានេះគេហៅថា to wrong make អីគេ make a right បាទក្នុងហ្នឹងឯងដល់ខ្ញុំគេរកស៊ីដូចគ្នាគេរកស៊ីនៅក្នុងទីហ្នឹងដូចតែគ្នាខ្ញុំក៏គេក៏រកអញ្ចឹងខ្ញុំក៏រកអញ្ចឹងអាហ្នឹងក៏ដូចគ្នាដែរមិនបានគេមិនខុសមិនខុសតែខ្ញុំអានេះហើយជាចំណុចមួយតែយើងឃើញនឹងហើយជាវិរុទ្ធពាក់ព័ន្ធដែលយើងគិតយកមកប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃដែលយើងគិតថាហ្នឹងវារឿងនឹងត្រឹមត្រូវអាហ្នឹងអញ្ចឹងធ្វើឲ្យយើងមានកំណត់គិតខុសវិរុទ្ធពាក់ព័ន្ធនៅក្នុងទីហ្នឹងបាទបន្តទៅទៀតពាក់ព័ន្ធជាមួយនឹងស្គាតតិគេហៅយុទ្ធសាស្ត្របនបន្លាចកន្លែងយុទ្ធសាស្ត្របន្លាចនេះយើងជួបច្រើនណាបងបាទជួបច្រើនណាស់ដែលពាក់ព័ន្ធជាមួយនឹងអ្នកដែលពូកែគ្រាន់តែសំណេរឬក៏អត្ថបទរបស់គេអានក៏ខ្លាចឬក៏ដាក់សម្ពាធទៅលើនៅក្នុងទៅនឹងយុទ្ធសាស្ត្របន្លាចមិនបានថាយើងអញ្ចឹងយុទ្ធសាស្ត្របន្លាចហ្នឹងប្រើគ្រប់មិនថាសម័យមុនសម័យឥឡូវបច្ចុប្បន្នហ្នឹងទេយើងជួបក្នុងនោះទាំងអស់តែយុទ្ធសាស្ត្របន្លាចដើម្បីធ្វើនរណាម្នាក់ខ្លាចពាក់ព័ន្ធជាមួយនឹងរឿងអីមិនទាំងអស់ហ្នឹងឯងតែយើងគិតថាវាជាការពិតប៉ុន្តែពេលខ្លះវាក៏មិនពិតប៉ុន្តែពេលខ្លះវាក៏ពិតយើងមើលអត់ដឹងទេអាហ្នឹងអញ្ចឹងឯងឧទាហរណ៍ថាកូរ៉េខាងជើងគម្រាមបាញ់នុយក្លេអ៊ែរហើយយើងគិតថាវាមិនកើតឡើងទេយើងមើលអត់ដឹងទេអាហ្នឹងអញ្ចឹងបងឃើញទេយើងមើលអត់ដឹងទេយើងថាអត់កើតឡើងប៉ុន្តែវានឹងកើតឡើងអាហ្នឹងចំណុចហ្នឹងឯងឧទាហរណ៍មួយទៀតនិស្សិតគាត់ឈប់ម្ដងទៀតគាត់នឹងបាត់បន្ទុក attendance 10% ពីសាលាគ្រូក៏បានប្រាប់ថាប្អូនតែប្អូនឈប់មួយសាទៀតគឺ attendance របស់ប្អូនត្រូវនឹងបាត់ 10% ដល់ប៉ុន្តែបើយើងអត់គ្រប់អត់ជឿអត់ខ្លាចយើងនៅបន្តការឈប់យើងនឹងបាត់ 10% ប៉ុន្តែបើយើងនៅតែយើង follow តាមយើងឈប់អាហ្នឹងយើងអត់បាត់ 10% អាហ្នឹងយើងមើលអត់ឃើញនៅក្នុងតាមកលៈទេសៈវិជាចេតនាអ្នកនិយាយមកឲ្យខ្លាចផងហើយដើម្បីឲ្យមានអីផងពាក់ព័ន្ធជាមួយនឹងរឿងយុទ្ធសាស្ត្រស្គាតតិចឬក៏យុទ្ធសាស្ត្របនអីគេបន្លាយបាទយើងជួបច្រើននៅក្នុងសង្គមឬក៏កន្លែងការងារទាំងអស់ពាក់ព័ន្ធជាមួយនឹងរឿងមួយចំនួនមួយទៀតពាក់ព័ន្ធជាមួយដល់ភាពទៅពីទីការពឹងផ្អែកទៅលើធ្វើឲ្យនរណាម្នាក់អាណិតអន្តងចិត្តនរណាម្នាក់នឹងអាណិតយើងគ្រាន់តែឃើញគេត្អូញត្អែយើងគ្រាន់តែឃើញគេសោកសៅយើងគិតថារឿងហ្នឹងវាជារឿងពិតរឿងហ្នឹងជារឿងបែបនេះបែបនោះអីសពគ្រប់អីចឹងទៅប៉ុន្តែពេលខ្លះវាមិនពិតទេយើងអត់ដឹងទេលោកគ្រូឃើញកម្មវិធីមួយដែល Cambodian Idol លោកគ្រូមើលសំទោសមិន Cambodian Idol ទេCambodia Talent ចាដូចតែគ្នាទេ Cambodian Idol ក៏ដោយឬក៏ Cambodia Talent ក៏ដោយដូចគ្នាប៉ុន្តែដល់ពេលអ្នកច្រៀងហ្នឹងគាត់ច្រៀងមិនពីរោះដល់គ្រប់ណោតឬក៏គ្រប់អីទេប៉ុន្តែពេលដែលគាត់លើកឡើងគាត់និយាយអំពីរឿងគាត់តស៊ូរឿងគាត់ពិបាករឿងអីនៅក្នុងយើងប្រធានបទហ្នឹងគាត់ទាញចូលមកធ្វើឲ្យគណៈកម្មការអាណិតឃើញទេចឹងកន្លែងនឹងចំណុចហ្នឹងដែរអ្នកស្ដាប់អ្នកទស្សនាឬក៏គណៈកម្មការឃើញនៅក្នុងហ្នឹងអាណិតហើយក៏ឲ្យជាប់ប៉ុន្តែធៀបពិតវាមិនទាន់គ្រប់គ្រាន់នៅក្នុងការដូចជាការច្រៀងការអីនោះទេអាហ្នឹងហើយគេហៅថាអភិធិពិទេឯណាវាជាចិត្តសាស្ត្រវាជាទស្សនៈបែបធ្វើឲ្យអ្នកជុំវិញនឹងភ័ន្តច្រឡំតាមគ្នាអាណិតគ្នាពិបាកប៉ុណ្ណឹងមិនព្រមជ្រើសរើសគ្នាឬក៏បំបោះឆ្នោតដល់គ្នាអីជាដើមអាហ្នឹងជាចំណុចមួយដែលគេហៅថាអភិធិពិទេពឹងផ្អែកទៅលើនរណាម្នាក់ឲ្យអាណិតតងចិត្តមេត្តាស្ដាប់ឬក៏អានអីជាដើមបាទនៅក្នុងទីនេះបាទបន្ទាប់ទៅទៀតបងពាក់ព័ន្ធជាមួយនឹងបាវ៉ាន់កានអាខ្យូ
là hay có tam kia tam ở đằng bậc phúc cho bà lúa dưới khơi rút mà thành lập vẽ pon chỉ mùi nâng mặc đần áo cái chỉ cầm một dẹo muối ở lưỡi bị phục lố thôi và nên chỉ cần bọc cái miền lưỡi tròn bị chặt thôi là chỉ cần phải dưới cầm một túi nhưng chặt đâm phôi tam mặc đần áo mày cả chứ tiền là phân phải lưỡi chừng non rồi bọn này án rồi con nẹt đạp ở miền dọc chặt được đau đập lại bà nẹt la ở đăng đầm lạiใน iPhone nâng mày không bà khơi cái pra lôi trong pra tam cái anh ấy vẽ pon chỉ mùi nâng cái thà tam cái thà này class tới chẳng phật cà phê không nhé còn đây tôi tính cà phê phật rồi kia thà thì họ làm mình nút group group chụp bà đấy miền nào làm mình thờ được nét nè cu thì chụp bà đấy này vì ở đăng một phút nó ba bà đấy đang miền ăn tình ấy bài nu thế xe bây giờ chặt đam chụp bà đấy tàng cái khơi cái đặt sọ po nó sạch rụt riêng bao kế thì sạch ở đây rụt riêng bao nhiêu thì sạch anh ấy cái hai ba bằng cái action này bài để chạy lại cơ tam cái ở đăng chụp ba đăng mua là hai đặt phơi tam cái phơi đi phơi tam cái roxy nu tôi ban chụp chế những tấm roxy cái được kê này bà giờ khơi đã là cũng sự kê khơi ở trào đại khơi phạt khơi cái lúc của phê đại khơi cái lúc của tiêu đại tì tăng cái lại là o đây khi hai đấy bạn kia châu thật bậc cô cái lại hà than ế mà đây hà than bí mình sơn miền nhạc support cái miếng lúc dưới khơi những cái lo đôi kia thôi đôi kia bàn tay việc mà bắt đôi kia để sáng cái miếng lúc môn cái miếng trong thâu là o đôi cô chẳng may cho mình là không vì miếng unique khiếp chỉ unique vào cái này nên vẽ pon chỉ mua được nó cái hai tháng ba bằng cả nào chuyện mình bài virus đại vẽ pon vừa ở dương miền cả kết pon trở lại dứt từ sạch sro mình và mình chụp bạn thì hai ta sro mình chụp bạn cái này có bằng hai khó tầm nón pi pơ chùm ho rồi bọc cu và cột chế cái khó tầm nón lược lãng một tí ho miền cừu bây nè cừu mỗi cừu sẽ cách cừu mỗi cừu cần nâng xịa hay cừu mỗi cừu áp rôm cái hai nâng sa lập bạc thế và cừu sẽ cách hai nâng cừu cần nâng xịa nâng dây tha cần nâng xịa nâng lọ o cần nâng xịa nâng che sẽ cách nâng mình cho vì thôi anh ca cam thi sắc xa đi chấm ra nó đong mình sạch như có sắc hay chẳng ta thế và cừu bị tiết ứng thang cả áp rôm cái đi có sa lập bạc nâng bởi đã phải cho một tiết viên mình sạch căn là lọ sẽ và cừu bị này tiết tha những này anh trong lục cam thi sắc xa sẽ cách hai nâng cần nâng chào được rồi anh nâng chẳng cái hai tha Stroman mà nuôi chụp bảo cái hai ta bằng hắn tiếc là có khó tầm nón làm bay ở đây khu vực của chơi này non thì này bà tại kết đặt luôn này mình khó anh chẳng hết á anh ấy chỉ cho nói môi để prao tu sẵn nặng bài nâng khơi chọn các là được non bà cha ban nâng đại bà có là bệnh red herring là bệnh bầm phòn bài đi dương chụp chợ chắc là bệnh bầm phòn mà đây ở cái chỗ ông vớt bịประเทศบอดก็มากินตามแต่เลยประเทศบอดยืนบานในจังตาบ่ารู้เลยตีหอท่าcái trong đăng vì chi viện của bọt bao nhiêu là thì họ cái xua dương môi sầm nuôi cái đăng những đăng cái cô bầm non rồi bọt là nam mà nè ở giết chắc đam bỏng vàiประเทศบอดก็มากินtam dương môi nên dương bản dương phá là bạch kịch cò rứa co bài này nét đây một cái để giấy đây một cái kết nét đây một cái tu sửa nát dừng trong xua kia dừng trong ấy kia nơi tại bỏng vai sự than ca trẻ đây nơi không tin rằng ở đây dương tam toàn thì và thiên nó bắt là dương xua có cái ai tiên từ lời thiên nó bắt FC nên bà ở dương tam bỏng này không tin rằng bà là bằng phòn mà đây bằng phòn là rõ có mọi kia vô khơi bạn đang bà sầm nua khác cái xua và đấy dương ở trong cái xua và to tập tiết chừng xua kia bạn một là cũng thành tra phạt này bà cái xua dương tôi họ trong cái xua đó tôi cũng nâng cả sừng nua nó không về còn lại nó nâng xua từ bên hai cá slau ấy nhưng slau bằng vài nó là bệnh á ra là bệnh như thế này dương tay khi ta chụp rồi có
cái bầm phòn ở trong năng bài nay mới tiết vẽ pon chỉ mùi năng acquire vocation để ta cả pra nơi tràn bài thế là hay có pra bịa cần lương ở trong cản này phí rồi có trả bà phí này rồi có trả bà này tham mày lương cả pra bịa cần lương năng áp này phí rồi có trả nữa thì pra ban thao trả hơn cứ lừa tiền họ thảผมเปิลบกปรามแต่ครูสุดแต่ผมเปิลบกปรามปนหนึ่งชลอยถ้า10 ปีเจ๊แหละใช่ป่ะหรอกถ้าชลอยหนึ่ง10 ปีบ่าปันไดแล้วครูอัดชลอยถ้า10 ปีแล้วครูชลอยถ้าเชียงดอกบ่าเชียงดอกเจ้าครูชลอย10 mùi cái trời 10 ปีcái trời 10 mấy cái trời rồi khối tao đọc 9 nó cái nhé mùi nay còn là cú chọi trời này tôi bây chấp cho nói trời mấy em rong chọi 10 ปีnhưng mình là chiên đọc nhưng mình thật 10 ปีnè chúng ta chiên đọc chẳng chiên đọc ở đằng mùi nào sẽ bắt đi đã cả pra này để cho bài áp tình này biết cần lưng được có clear vô cái nhân tật vừa ao dương chấp cho nói kia bàn nướng chẳng này và đấy là cũng khơi cái pra được không này và nó chỉ cần cả promotion được có cả vừa chủng nuôi chui đô promotion riêng và là tập hợp này nhảy trào khơi tại trào ta ưu tiên họ dương tập tên tia cái đặt pi mơn chiên cái đại đặt không nằm pi mơn cái đặt pi mơn cái bằng lệ dân tật dương chỉ là pi mơn chứ pi mơn phần này tại thiệt bất nó là pi mơn buôn rồi cao sân buôn thì chốt vào mình lại chẳng kể thật tiết là hay co để dương kết thà riêng nó bị bất phần tay vì chỉ cần lướt nó can đây cái nhé bọn nó không phải chẹt này nó là theo cái thọ nó location đâu nè nó đầm bắn đi thọ đàn tịnh tí thư thôi để áp cho ba nhưng thọ là dương tam châu từ tam đan châu từ mười châu từ ấy chẳng tới bà chẳng hạn này ở đây ai phải chẹt cho ba ở đây ở bên đấy ai kia miên khó có khó đại thì nhớ khi gì này tràn bài cần lư ở từ này tràn chiên pi chẳng tới bà phí có tràn chiên lần tuyệt vời nãy có dương ở lại chạm cầm học cái bàn đài bàประมาณ ចំណុច នេះ សង្ឃឹម ថា បងប្អូន នឹង ទាន់ បាទ បងប្អូន នឹង ទាន់ ដែល ពាក់ព័ន្ធ ជាមួយ នឹង មេរៀន របស់ យើង នៅ ក្នុង ទី នេះ ឯង វា រត់ នេះ ទួ ចុង ក្រោយ ដែល ពាក់ព័ន្ធ ជាមួយ នឹង being the question being the question និយាយ ថា ការ សន្មត់ លើ សច្ចធម៌ នៃ សេចក្តី សន្និដ្ឋាន បាទ សម្ដី ដែល អាច មិន អាច យក ជា ការ បាន ឬ គឺ លើកឡើង គ្រាន់ តែ បាន តែ លើកឡើង បាទ លើកឡើង គ្រាន់ តែ បាន តែ លើកឡើង បាន ន័យ ថា មិន លើកឡើង ចឹង ឧទាហរណ៍ ថា មេមន់ បង្កើត បាន ពងមន់ ដល់ ពងមន់ បង្កើត បាន មេមន់ អា ដែល ណា ឃើញ ទេ ជក់ បារី មិន ល្អ ពី ព្រោះ ថា វា អាក្រក់ អា ដែល អត្តន័យ មក តវ ហើយ នឹង 4 តែ 1 អា នឹង ហៅ ថា លើកឡើង គ្រាន់ បាន តែ លើកឡើង លើកឡើង គ្រាន់ បាន លើកឡើង ប៉ុន្តែ អត់ មាន ន័យ ខ្លឹមសារ យើង ឃើញ ច្រើន នៅ ក្នុង ទី ហ្នឹង តែ ហេតុ អី បាន គេ ត្រូវ គេ ប្រើ ហ្នឹង លោកគ្រូ វា ជ្រៅ ជាង នឹង ទៅ ទៀត មិន តែ ប៉ុណ្ណឹង ទេ បាទ ដើម្បី ធ្វើ ដើម្បី អី ហ្នឹង គឺ ដើម្បី ជួន កាល ដើម្បី ការពារ ខ្លួន ដើម្បី ជា ប្រយោជន៍ ដើម្បី បំភាន់ ញ៉េ ក្នុង ន័យ នៅ ក្នុង ពាក់ព័ន្ធ ជាមួយ នៅ ក្នុង ទី ហ្នឹង ដើម្បី ធ្វើ ឲ្យ គេ ឃើញ ថា ធ្វើ ប៉ុន្តែ វា ដូច តែ វា មិន ពិត ទេ ឃើញ ធ្វើ ឃើញ ចូល រួម ឃើញ ប្រព្រឹត្ត ប៉ុន្តែ វា មិន ពិត ទេ អា ហ្នឹង ជា ចំណុច ហ្នឹង ឯង បាទ ជា ចំណុច មួយ ថា being the question គេ ថា សម្ដី អាច លើកឡើង គ្រាន់ តែ បាន លើកឡើង ការងារ គិត ក៏ បាន តែ គិត បាទ ធ្វើ បាន ធ្វើ ប៉ុន្តែ នាម តែ ធ្វើ នាម តែ គេ ប៉ុន្តែ ឲ្យ មាន អត្ថន័យ ខ្លឹមសារ អត់ មាន ដឹង ថា ម៉េច ទេ ឧទាហរណ៍ មួយ ទៀត ឧទាហរណ៍ ថា នៅ ក្នុង ថ្នាក់ មួយ មាន សិស្ស 100 នាក់ ឧទាហរណ៍ សិស្ស ម្នាក់ លើក ដៃ ប្រាវ ចេះ បើ លើក ដៃ គេ ក៏ លេខ មក 499 នាក់ ក៏ លេខ មក មើល ម្នាក់ ចេះ បើ ដល់ ពី លើក ដៃ មក សំណួរ សួរ អត់ ដឹង លើ អី ទេ សំណួរ សួរ មក អត់ ខ្លឹមសារ អត់ អត្ថន័យ
bà lướt đáyឆ្លើយ bàn tay ọt áp tận này ọt khám xa những lướt lang còn cái thọt rụp phong cái share nó Facebook nó thông ố cái khơi bảo cô ấy nó ô sạc cam mà lúc mà bạn đã thiết bất về admin này khám xa nó ai cái thằng begging the question lướt lang còn là bàn lướt lãng bà phớ bàn là phớ là bày ảo bạc hai là việc bất bàn mình đang bàn phớ bàn tay bị ọt chỉ áp tận đây nó khám xa đi chỉ phải giỏi ôn ai train vô tích tập vẽ bọn mình critical thinking này tốt sự này bà vẽ bọn chỉ môi nó không được mà chụp ok mấy này cứ chỉ vẽ bọn chỉ môi năng virus này tốt đang đọc mối tại phơi như pon mà đây là pon trở lầm cùng với chứ có pon trở lầm để pra bị cha là nặng cảm tôi bây giờ miền critical thinking cả làng cả đảo tôi giờ miền standard banya này cả cật năng cả đảo thì khác có vì chỉ cầm hộp môi nó năng đảo chẳng virus đang đọc môi nó không tin này nhưng bạn chọn thầm năng ta bốn miền ấy chung ngào su là khu ai su bạn đang ngọc này nè đại ban châu ru đây ôn thẹt ra xong tốt ôn chặt ra chăn tría ôn siêu hòa bạc pi nè miền đấy xua vẽ bọn chỉ môi mình chân nói đại dương bàn riêng cái lòng màu này miền đấy xua ấy vâng miền đấy nè tại toàn đấy chăn tría là này toàn là toàn toàn chăn tría ban mơ hết mơ cloud chim tàu mơ cloud ok ôn lim hòa miền đấy xua ấy bọn của miền này là của ok miền đấy suối nè bà hay toàn đấy ban tam đàn đấy có ta ban mới merin này merin phải nó đấy merin trong khối để toán đấy bà ok lực cú xôm bật to từ tiết hay phải chọc tại mặt đón mấy những sắc xa vẽ pon chỉ môi nâng ở virus vẽ pon tận đọc muối phơi dương miền cả pon trở lắm bà phơi dương miền cả vùng vế chúng các vùng vế được luôn ai chúng các cái vùng vòi dương ở dương về bạn dẫn đến khu vực chạy hàng đại âm chân những chu chẳng ở group này chẳng lực hữu chân là na tặng thứ ca ở phúc lô rồi hốt đó đọc phúc lô chu bản năng chụp bánh hạ này virus này chẳng nơi là khu nơi thật sao nè tôi sẽ nào vị trí này bà mơ đăng tặng ở bà vì chất vị chia vì mà nô cô vị chia vì tôi sẽ nào vị chiaឬcó cái mơ đăng chẳng tôi sẽ nào vị chia nó cứ đào toàn group sầm mãi cả rộp bọn chân năng cả lòng mà một bị kẹt như này bà ấy khu riêng tôi sẽ vị chia nông này bột sạch ná bà cả lòng màu chẳng ở cái khác ra tôi sẽ vị chia nó không cả biên ra tôi sẽ vị chia nó không cả đạp thiêu bà chỉ môi nâng ở sòng cùng bà chúng nó tị buồn vẽ bọn chỉ môi nâng ở virus đôi khi virus nó tới trăm ta chỉ cầm ho bà virus đi tô cái hai là fallacy of insufficient evidence phó tang vì số virus này tôi lấy phó tang mình group còn này dễ bị phó tang ở group còn mình mà đó chứ phó tang ở group còn mình mà đó virus phó tang còn thằng đan mình đọc mũi cứ virus chẳng đọc mũi để phơi dương phon chẳng làm cùng về rừng bứt ở dương kết hạt bứt mình bứt à rừng mình bứt ở dương kết hạt rừng nấng vì bứt hãy phơi dương vùng về cái đăng thà khi phơi ấy thì đó đọc mùi mà nhắn á chẳng sân khâm tập ôn tốn bàn tàn đàn đọc mùi dùng nội mạnh này bà là khu sân khâm khu ban bị chạy thằng đám ấy mê này ai cho phải trang vì ở dương che cho bây giờ ram một nút che cất che mơ bị tốt nặng sắp không phải tầng mới tiếp vẽ pon chỉ mùi nâng ở cầm hốt nó ca bị cha là nặng cám nó ca xót là một khó khăn mình bán bàn đo ca phó tang group con sầm rạp này sẽ đây sang tham nút tôi vì chỉ vẽ pon nó sẽ đây sang tham nó có đảo tú lừa thì họ là gì tụi bây vì bất bạc cọp vì chết liền vì miễn phó tang ta sang tham nó với bạch nút bàn tay viết con mình tàu đuôi đại vì chẳng á ủa tiêu bọc cốt mà nè nhưng khi có đến chọc bạn nhà bạn mình phải còn thả riêng chọc bạn nhà bạn đấy ta đặt non bị phục lô bài này hay con biết ấy an tha cho là chọc bạn nhà bạn nó thừa bạn đại ta tiết đi nên từ chơi khi cái lại như này tôi sẽ làm chia riêng nhìn tích rồi đại sao là tôi sẽ làm chia gì chơi bất được ăn bất
បាទប៉ិតដូចប៉ិតអីយ៉ាងទៅបាទវានៃ broad មែនតើលោកគ្រូបានអានរៀនទស្សនវិជ្ជាកន្លងមកច្រើនឆ្នាំហើយ observe ជាមួយសង្គមតែទស្សនវិជ្ជាបង្ហាញថាជាទស្សនៈមួយដែលយើងប្រៀបធៀបលោកប្រៀបធៀបថាដូចយើងទៅដងទឹកសមុទ្រមកធំយកមកចាក់នៅលើឆ្នេរអញ្ចឹងឬក៏វាលខ្សាច់នៅខាងឆ្នេរហ្នឹងវាដូចយើងយ៉ាងទស្សនវិជ្ជាក៏ដូចគ្នាហ្នឹងដែរវាទលំទលាយច្រើនមែនតើនៅក្នុងអត្ថន័យនៃទស្សនវិជ្ជាចឹងវាធ្វើឲ្យមានការផុសតាងមិនគ្រប់គ្រាន់ធ្វើឲ្យយើងគិតខុសវិរុទ្ធជាកំហុសនៅក្នុងការគិតក្នុងការសន្មត់នៅក្នុងការវេកញែកជាដើមយើងនឹងជជែកគ្នាបន្តិចមាន9ទៀតបាទមាន9ទៀតទាំងអស់គ្នាជាងតាមដានបន្តិចទី1គឺ inappropriate appeal to authority គេហៅថាភាពពឹងផ្អែកមិនស្របទៅតាមអាជ្ញាទី2 appeal to ignorance ភាពពឹងផ្អែកទៅលើភាពអវិជ្ជាទី3 false alternative ជំរើសខ្លែងខ្លាយ loaded the question សំណួរចោទឬក៏សំណួរដាក់បនអីគេបន្ទុកបាទសំណួរចោទឬក៏សំណួរដាក់បន្ទុកតទៅទៀត questionable cause មូលហេតុគួរឲ្យសង្សអីគេគួរឲ្យសង្ស័យដែលយើងតែងតែជួបដែរអោស្ភាប្រញាប់គេហៅថា hostile generalization អោស្ភាប្រញាប់បាទក្នុងការសន្និដ្ឋានអញ្ចឹង with this slippery slope ជំរាលរអិលភាសាខ្មែរ back analogy សទិសភាពខ្សោយចុងក្រោយ inconsistency សង្កេតភាពមិនស៊ីសង្វាក់ឬក៏ភាពមិនស្របអូខេយើងទៅ slide បន្ទាប់ពាក់ព័ន្ធជាមួយនៅក្នុងចំណុចនេះ inappropriate appeal to authority ភាពពឹងផ្អែកមិនស្របទៅតាមអាជ្ញាអញ្ចឹងយើងមើលនៅក្នុងគួរមើលឧទាហរណ៍មុនយើងគួរមើលបកគលម្នាក់នេះ trust me I am doctor ឃើញទេអញ្ចឹងយើងជឿនរណាម្នាក់ដោយសារតែគាត់រៀនបានខ្ពស់មានសិទ្ធិមានអំណាចមាន skill មានពិតប្រាកដតែពិតប្រាកដឯងគ្រាន់តែរៀនចប់ doctor 2 3ហ្នឹងអាចទៅរួចវាមិនប្រាកដទេអញ្ចឹងគ្រាន់តែរៀនចប់ PhD អាចដឹកនាំប្រទេសបានអាចគូសវាសសេដ្ឋកិច្ចរបស់ប្រទេសទោះបីមានសញ្ញាបត្រសេដ្ឋកិច្ចក៏ដោយទោះបីមានសញ្ញាបត្រទស្សនវិជ្ជាថាគឺជាជំនាញមួយនៅក្នុងការមើលមនុស្សមើលពីសកម្មភាពអ្នកដែលត្រូវធ្វើអ្នកដឹកនាំយ៉ាងម៉េចយើងមើលដឹងប៉ុន្តែអត់ប្រកាសទេមើលអត់ដឹងទេអាហ្នឹងហើយគេហៅថាភ័ស្តុតាងមិនគ្រប់អីគេមិនគ្រប់គ្រាន់យើងជឿជាក់ទៅលើជំនាញរបស់គេជឿជាក់ទៅលើទេពកោសល្យរបស់គេជឿជាក់ទៅលើសមត្ថភាពរបស់គេប៉ុន្តែវាមិនប្រកាសទេដូចជាបកគោលមួយថាយកលុយទៅដាក់វិនិយោគជាមួយគាត់ទៅដោយសារតែគាត់អីគេរៀនផ្នែក business ហើយក្នុងការជោគជ័យនៅក្នុងអាជីវកម្មរបស់គាត់អាហ្នឹងមិនប្រកបទេអាហ្នឹងយើងជាចំណុចគេហៅថាពឹងផ្អែកទៅលើភាពមិនសមស្របទៅលើអាជ្ញា authority មិនមែនបកទៅលើអាជ្ញាធរណាឡើយហ្នឹងអាជ្ញាគឺទៅលើសិទ្ធិអំណាចរបស់គេដោយគេថាគេមាន skill ហ្នឹងវាមានជំនាញមួយហ្នឹងអញ្ចឹងគួរតែជឿទុកចិត្តទៅលើហ្នឹងមិនប្រកបទេបាទគាត់រៀនចប់ doctor ត្រូវឲ្យគេជឿមិនប្រកបទេណាបាទមិនមែនព្យាបាលគាត់រៀនចប់ពេទ្យឬក៏ doctor អាចព្យាបាលមនុស្សជឿគ្រប់ជំងឺវាអត់អាចទេបាទជាចំណុចនេះមួយដែរអាហ្នឹងជាភ័ស្តុតាងនៃមិនគ្រប់គ្រាន់ហើយយើងចាប់ផ្ដើមសន្និដ្ឋានវិរុទ្ធដែលយើងឃើញណានឹងភ្នែកហ្នឹងយើងចាប់ផ្ដើមថារឿងហ្នឹងវាគឺជារឿងពិតវាអាចទៅរួចបាទនៅក្នុងទីនេះចំណុចទី2 appeal to ignorance ភាពពឹងផ្អែកទៅលើភាពអវិជ្ជាចឹងយើងពឹងផ្អែកទៅលើភាពអវិជ្ជាលោកគួរឲ្យមើលរូបឧទាហរណ៍មុនមួយថា Donald Trump President Donald Trump ប្រធានាធិបតីរបស់អាមេរិកគាត់ប្រើមុននឹងពេលគាត់ទៅចូលទៅបោះឆ្នោតគាត់ថាខ្ញុំនឹងបង្កើតឲ្យអាមេរិកនឹងវាអស្ចារ្យម្ដងទៀតកន្លែងហ្នឹងជាចំណុចមួយអះអាងគ្រប់គ្រាន់ថា Donald Trump គាត់ធ្វើរឿងហ្នឹងទៅរួចធ្វើឲ្យអាមេរិកអស្ចារ្យមកទៀតអានេះវាជាចំណុចមួយ appeal to ignorance ជាភាពអវិជ្ជាមួយប៉ុន្តែយើងសួរថាតើមានអីអះអាងបញ្ជាក់ថា Donald Trump អាចធ្វើបានទេ
នេះក៏លើកឧទាហរណ៍មួយបញ្ជាក់នៅក្នុងទីនេះឃើញទេយើងអត់មានអីអះអាងថាគាត់ធ្វើអត់បានហើយគាត់មានអីអំណាងថាគាត់ធ្វើបានដែរអាហ្នឹងជាចំណុចមួយឧទាហរណ៍បងអូនចន្ទ្រាក៏ដោយដូចគីមហួរក៏ដោយរៀបចាប់បញ្ញាបត្រចាប់បញ្ញាបត្រម៉ាក់ប៉ាផ្ទេ business ឲ្យនៅក្នុងដៃនៅក្នុងការទៅកាន់អីចាប់ដើមបងគាត់ថាឬក៏អ្នកចិត្តខាងថាទីគ្រាន់តែរៀបចាប់បញ្ញាបត្រទៅកាន់ business ធ្វើមិនបានទេនៅបបិសោតខ្ចីក្មេងមានអីអះអាងថាធ្វើអត់បានឃើញទេអាហ្នឹងជាគេហៅថា appear to ignorance ហើយក៏មានអីអះអាងថាយើងធ្វើបានដែរក៏រៀបចាប់បញ្ញាបត្រ qualify គ្រប់គ្រាន់មែនប្រកបទេមិនត្រឹមបញ្ញាបត្ររៀន PhD ក៏ដោយរៀន Master ក៏ដោយចាប់ Post Doctor ក៏ដោយមិនប្រកបទេក៏អត់អាចអីអះអាងថាអ្នកនឹងធ្វើបានដែរហើយក៏មានអីអះអាងថាអ្នកនឹងធ្វើអត់អីគេធ្វើអត់បានអានេះគេហៅថា appear to ignorance បាទជាភស្តុតាងមិនគ្រប់គ្រាន់ដែលយើងចាប់ផ្ដើមយកមកសន្មត់ឬក៏ការសន្និដ្ឋានទាំងអស់គ្នាបងបាទ alternative ជំរឿខ្លែងអីគេខ្លែងយើងតែងតែជួបជាមួយនៅក្នុងជំរឿខ្លែងគេតែបង្កើតជាមួយនឹងជំរឿខ្លែងឲ្យយើងជ្រើសរើសគឺជាជំរឿមួយដែលកុហកទាំងពីរប៉ុន្តែយើងត្រូវតែជ្រើសរើសបាទអាចគិតផុតទេគ្រូតែនិយាយតែហើយក៏បង្កើតជំរឿទាំងពីរហ្នឹងឲ្យខ្លែងទ្វេគ្រោះហ្នឹងឬក៏សខ្មៅហ្នឹងគឺខ្លែងសដោយខ្មៅដែរគឺខ្លែងសម្រាប់យើងដែរ black or white the fall dilemmas ឃើញទេគេបង្កើតឲ្យជំរឿមួយហ្នឹងគឺដើម្បីឲ្យយើងជ្រើសរើសតែដែរវាសិតតែជាជំរឿខ្លែងសម្រាប់យើងរើសមួយណាក៏យើងអត់រើសអត់បានទៀតតែត្រូវតែជ្រើសឲ្យគេត្រូវតែជ្រើសរើសបាទអត់ជ្រើសក៏អត់បានហើយប៉ុន្តែបើយើងជ្រើសរើសហើយវាខ្លែងសម្រាប់យើងអត់មានផលចំណេញសម្រាប់យើងទេប៉ុន្តែត្រូវតែជ្រើសរើសបាទអញ្ចឹងបានក្នុងនៃទស្សនវិជ្ជាហ្នឹងចឹងឯងបងដូចប្រសិនបើអ្នកមិននៅជាមួយយើងទៅអ្នកឯងនឹងប្រឆាំងយើងឯជាដើមឃើញទេបាទ if you are not with us you are against us ឃើញទេប្រឆាំងនឹងខ្ញុំឬក៏មិនចុះសម្រុងជាមួយនឹងខ្ញុំគេបង្កើតឲ្យមកក្នុងទីហ្នឹងឯងគេហៅថា alternative ជំរឿខ្លែងlot of question lot to the question សំណួរដាក់បន្ទុកឬក៏សំណួរចោទបាទន័យថាម៉េចសំណួរដាក់បន្ទុកឬក៏សំណួរចោទសំណួរដាក់បន្ទុកគឺជាសំណួរដែលគេសួរយើងចង់ដឹងពីចម្លើយរបស់យើងឆ្លើយមកណាឆ្លើយអីក៏ត្រូវដែរអូខេក៏យើងខុសដែរអាហ្នឹងអញ្ចឹងឯងដូចគេដឹងមុនអញ្ចឹងថាយើងយករបស់ហ្នឹងអីអញ្ចឹងទៅតែឡើយក៏ចោទសួរសំណួរមួយនេះដែលមានប្រតិកម្មក្នុងមិនយុត្តិធម៌ឬក៏គ្មានការធានាលោកគ្រូរត់ជួបកាលពីលោកគ្រូរៀនបញ្ញាបត្រឆ្នាំទី3គ្រូលើកឧទាហរណ៍លោកគ្រូជាក់ស្ដែងក្នុងថ្នាក់លោកគ្រូប្រឡង final ថ្ងៃបញ្ចប់ចុងក្រោយដល់ឆ្នាំទី4ឆ្នាំទី3ហ្នឹងឆ្នាំទី3ឆ្នាំទី2លោកគ្រូក៏ជាបេក្ខជនប្រឡង6នាក់ចេញមុនគេវិច័យដល់ហើយនៅក្នុងថ្នាក់ហ្នឹងគឺបាត់ computer នេះឧទាហរណ៍ជាក់ស្ដែងរបស់លោកគ្រូចេះបាត់ computer 6នាក់ដែលចេញមុនហ្នឹងគេ point 6នាក់ដែលចេញមុនស្រាប់តែពេលសំណួរដល់ពេលលោកគ្រូចូលទៅដល់ក្នុងបន្ទប់នៅក្នុងសំណួរហ្នឹងគេសួរលោកគ្រូសំណួរដាក់បន្ទប់គេសួរគ្រាន់តែមិនទាន់បានអង្គុយគាត់សួរថាបើយក computer យកឲ្យគេវិញកន្លែងហ្នឹងឯងគេប្រើសំណួរបែបហ្នឹង6នាក់ហ្នឹងគេប្រើសំណួរហ្នឹងទាំងអស់វាជាចេតនារបស់គេហ្នឹងគេថាសំណួរដាក់បន្ទុកឃើញទេយើងឆ្លើយអីក៏នៅតែក្នុងចំណុចដែលគេចង់បានដែរសំណួរដាក់បន្ទុកដែរតែគេសួរយើងទៅគេអត់សួរយើងអាយុប៉ុន្មានទេឧទាហរណ៍តែបើយើងមិនទាន់ដល់60ផងឧទាហរណ៍គេមិនដឹងតែគេសួរថាចាប់ផ្ដើមគេសួរថាយើងអត់ទាន់ដល់60ផងគេសួរថាបងឯង60ប៉ុន្មានអាហ្នឹងសំណួរដាក់បន្ទុកហើយឃើញទេចំណុចមួយហ្នឹងឯងគេប្រើសំណួរមួយដែរសំណួរដាក់បន្ទុកឬក៏សំណួរដាក់ចោលឧទាហរណ៍របស់វាថាតើអ្នកបានឈប់ចម្លងពេលអ្នកប្អូនប្រឡងឬក៏ចម្លងនៅក្នុងទីនេះបាទអ្នកឯងដឹងពីណាមកថាខ្ញុំចម្លងឃើញទេថាខ្ញុំលួចចម្លងឬប្រឡងយើងក៏ឈីតអីចឹងទៅបាទសំណួរដាក់បន្ទុក
questionable cause មូលហេតុគួរឲ្យសង្សអីគេគួរឲ្យសង្ស័យបាទដោយថាគ្មានផុសតាងស្របតែហើយក៏អះអាងអ្វីមួយដែលកើតឡើងពីមូលហេតុផ្សេងមួយទៀតគួរឲ្យសង្ស័យចឹងលោកឧទាហរណ៍ទៀតឧទាហរណ៍ថាមានបុគ្គល A ឥឡូវឧទាហរណ៍ទៅចន្ទ្រាឬក៏គេឥឡូវចន្ទ្រាមករៀននៅ AUB យើងស្រាប់តែចប់ថ្នាក់ចេញទៅណាចន្ទ្រានៅនឹងឯងចន្ទ្រាតើចន្ទ្រានៅនឹងឯងបាទចន្ទ្រាមករៀននៅ AUB តែចន្ទ្រាចេញទៅចន្ទ្រាពាក់បែកជើងពណ៌ក្រហមបាទពណ៌ក្រហមនៅបែកជើងប៉ាតាពណ៌ក្រហមស្រាប់តែចន្ទ្រាពាក់បែកជើងប៉ាតាពណ៌ក្រហមចន្ទ្រាចេញទៅដល់កន្លែងចំណតឡានចំណតម៉ូតូឬបានលុយ$50ហ្នឹងឧទាហរណ៍ស្រាប់តែចន្ទ្រាថា3ថ្ងៃទៀតចន្ទ្រាពាក់បែកជើងពណ៌ក្រហមហ្នឹងទៀតចន្ទ្រាដើរទៅ Eon 3ឬក៏ Eon 1 Eon 2យ៉ាងទៅស្រាប់តែរើសលុយបានប្រហាក់ប្រហែលនឹងទៀត$30-40ទៀតស្រាប់តែចន្ទ្រាថាសង្ស័យថាយីមកពីពាក់បែកជើងពណ៌ក្រហមហ្នឹងណាឃើញទេមកពីពាក់បែកជើងពណ៌ក្រហមហ្នឹងណាបានខ្ញុំមានសំណាងហេងរើសបានលុយហ្នឹងអញ្ចឹងដោយស្គាល់តែឃើញការ2ហេតុការ2ហ្នឹងយើងចាប់ផ្ដើមហ៊ានសន្និដ្ឋានថារឿងហ្នឹងវាអញ្ចឹងវាបែបហ្នឹងហើយខ្ញុំប្រើប៊ិចអាប៊ិចហ្នឹងខ្ញុំប្រឡងតែងតែជាប់យកអាប៊ិចហ្នឹងទៅប្រើតែជាប់ទៀតរឿងតើមកពីប៊ិចហ្នឹងនាំសំណាងជាហេតុផលបែបហ្នឹងអាហ្នឹងជាគួរឲ្យសង្ស័យដែលអត់មានប្រភពផុសតាងច្បាស់លាស់ដើម្បីយកហើយចាំផ្ដើមសន្និដ្ឋានសន្និដ្ឋានដោយរូបមួយស្លឹកនេះអញ្ចឹងអូនមើលទៅមួកមួយជប់បានគ្រប់រឿងជប់គ្រប់បញ្ហាផ្សាយក៏ជប់បានពោះក៏ជប់បានព្រៀបក៏ជប់បានចាប់ផ្ដើមសង្ស័យមូលហេតុបាទអានេះហើយគេហៅថាភ័ស្តុតាងមិនគ្រប់គ្រាន់ជាងហ៊ានធានាសន្មតបែបណាសង្ស័យបែបនេះសង្ស័យបែបនោះអីជាដើមបាទមួយទៀតពាក់ព័ន្ធជាមួយនឹង Hostile generalization អោសភាសប្រញាប់ជាការសន្មតបើជាក្នុងន័យ research បងធ្លាប់បានរៀនផ្នែក research ភាសាហើយអីពាក់ព័ន្ធជាមួយនឹងសំណាក់មិនគ្រប់គ្រាន់យើងចាប់ដើមសន្និដ្ឋានអញ្ចឹងយើងឃើញគ្រាន់តែឃើញរូបមួយសន្លឹកនេះបងចាប់ដើមបងអូនសន្និដ្ឋានថាឲ្យតែប្រទេសឥណ្ឌាសិតតែគ្រោះថ្នាក់ទាំងអស់ឲ្យតែព្រឹកភ្លើងនៅឥណ្ឌាសិតតែគ្រោះថ្នាក់អញ្ចឹងអត់ទេគ្រូលោកគ្រូឬក៏បងដែលធ្លាប់ទៅរៀននៅនឹងសួរគាត់មែនតើគាត់ប្រាប់ថាជាផ្នែកមួយឥណ្ឌាវាធំផែនដីធំជាងថៃទៀតសំទុះធំជាងចិនទៅទៀតផ្ទៃដីណាបាទនេះតាមឯកសារអញ្ចឹងយើងគ្រាន់តែឃើញអារូបមួយសន្លឹកហ្នឹងយើងចាប់ផ្ដើមថាការជិះរថភ្លើងឥណ្ឌាហ្នឹងសិតតែញ៉ៃញ៉ៃតាមតំបន់តាមស្រុកតាមខេត្តឬក៏តាមកន្លែងនោះមិនអញ្ចឹងអត់ទាំងអស់ទេអញ្ចឹងបើសិនក្នុងនៃ research គេថា sample សំណាក់យើងហ្នឹងវាលំអៀងតូចពេកហើយយើងចាប់ផ្ដើមយកមកសន្និដ្ឋានគេអោភីសប្រញាប់នៅក្នុងការសន្និដ្ឋានសន្និដ្ឋានចឹងណាបាទហ្នឹងអោភីសប្រញាប់នៅក្នុងការសន្និដ្ឋានដោយលោកគ្រូតែងតែឮគេនិយាយថាការអប់រំនៅអាហ្វ្រិកាហ្នឹងគឺការអប់រំខ្សោយមិនល្អប៉ុន្តែអត់ទេលោកគ្រូមួយកាលលោកគ្រូរៀនបញ្ញាបត្រហ្នឹងគាត់ថាគាត់ទៅនៅនឹងរយៈពេល10ឆ្នាំអាហ្វ្រិកាហ្នឹងគាត់ថាកន្លែងខ្លះល្អសឹងតែល្អជាងអាមេរិកទៀតលើសអាមេរិកទៅទៀតការអប់រំអញ្ចឹងយើងចាប់ផ្ដើមគាត់ថាឃើញអាចចំណុចនៅក្នុងអាហ្វ្រិកាក្នុងការអប់រំអាហ្វ្រិកាហ្នឹងថាអត់ល្អទេប៉ុន្តែយើងគឺអាចចំណុចកន្លែងមិនល្អយើងចាប់ផ្ដើមថាអាហ្វ្រិកាទាំងមូលអាហ្វ្រិកាគឺធំអាហ្វ្រិកាធំអញ្ចឹងអាចសន្មតដោយប្រញាប់ក្នុងការសន្មតបែបហ្នឹងបែបទេវាលំអៀងសំណាក់តូចមួយជ្រុងតូចមួយ8ជ្រុងយើងវិភាគតែ6យើងចាប់ផ្ដើមចោលឲ្យពីបាត់ចាប់ផ្ដើមសន្និដ្ឋានមកគ្រូឲ្យទៅសភាមនុស្សទៅដល់100នាក់យើងចាប់ផ្ដើមសភាតែ3នាក់ចាប់ផ្ដើមយកមកសន្និដ្ឋានមិនកើតអត់កើតទេសំណាក់យ៉ាងម៉េចអញ្ចឹងបានតែគេការធ្វើ survey ស្ពានហ្នឹងគឺចាប់ផ្ដើមចង់បានមនុស្សច្រើនចាប់ពីកំណត់ទៅគេឲ្យ100នាក់គឺការឆ្លើយខុសគ្នាមិនកំណត់ដូចគ្នាបងអានឹងហើយជាចំណុចមួយយើងសម្រាប់3នាក់
mìnhនឹង3អ្នកហ្នឹងឧទាហរណ៍mìnhចូលចិត្តបោះចំចូលចិត្តបកគោលម្នាក់ហ្នឹងចាប់បាត់ហើយចឹងវាលំអៀងតែមួយជ្រុងមកតែអាហ្នឹងហើយជាចំណុចមួយដែលយើងសំណាក់ប្រញាប់ពេកក្នុងនៃ research ណាបាទហ្នឹងក៏ជាផុសតាងមួយអត់គ្រប់គ្រាន់ដែរហើយយើងចាប់ផ្ដើមសន្មតថាបែបហ្នឹងបែបហ្នឹងបែបនោះបែបនេះអីចឹងទៅអញ្ចឹងក្នុងការគិតរបស់យើងវាមានកំហុសទៅទៀតក្នុងន័យស្រាវជ្រាវវាអត់ប្រកបដោយ science នេះអត់ប្រកបដោយបច្ចេកទេស academic ទេបើវិភាគតាមអារម្មណ៍អត់និយាយតាមអារម្មណ៍មិនមែននិយាយបកស្រាយទៅតាមបច្ចេកទេសមានតលហីកមានអំណះអំណាងហើយមានហេតុផលត្រឹមត្រូវទេអានេះនៅក្នុងជាតលហីកមិនពិតប្រាកដមិនច្បាស់ឲ្យយកមកសន្និដ្ឋានបាទបន្ទាប់ទៀតបងចិត្តចាប់ហើយយើង slippery slope ជំរាលរអិលចឹងជំរាលរអិលបានន័យថាម៉េចដោយគ្មានភស្តុតាងសមស្របតលហីកសកម្មភាពហាក់ដូចជាគ្មានគ្រោះថ្នាក់នឹងនាំមកនៅលទ្ធផលអាក្រក់ខ្លាំងទេអានេះជាចំណុចមួយដែរចឹងយើងគួរឲ្យមើលនៅក្នុងចំណុចកន្លែងនេះដែលពាក់ព័ន្ធជាមួយនឹង danger slippery slope the keep away ហ្នឹងចឹងយើងថាជំរាលប៉ុណ្ណឹងវាអត់មានអីគ្រោះថ្នាក់ទេប៉ុន្តែត្រូវចាំថាជំរាលប៉ុណ្ណឹងធ្វើឲ្យយើងគ្រោះថ្នាក់បែកក្បាលរបួសធ្ងន់ឬក៏ដល់ស្លាប់ផងដែរលោកគ្រូចឹងទាញមកវិញថាយើងថារឿងតិចទេរឿងហ្នឹងតូចទេវា concern ជាមួយនឹងកន្លែងការងាររបស់យើងកន្លែងយើងទេប៉ុន្តែអាតិចហ្នឹងវាធ្វើឲ្យមានគ្រោះថ្នាក់ចឹងហើយបើក្នុងនៃ research មានបញ្ហាកន្លែងណាមួយតិចក្រោយនៅក្នុងនៃក្រុមហ៊ុនក្នុងស្ថាប័នណាមួយដែរឲ្យតែមានបញ្ហាបន្តិចគឺត្រូវគេដោះស្រាយវាអត់អាចទុកបានទេដោយសារវាទុកយូរវានឹងគ្រោះថ្នាក់កាន់តែធំឡើងអញ្ចឹងវាជាគ្រោះថ្នាក់យើងគិតថាវាអត់គ្រោះថ្នាក់ប៉ុន្តែវានឹងគ្រោះថ្នាក់អញ្ចឹងហើយបាទpattern លំនាំ A lead to B and B lead to C and C lead to D អីជាដើមឃើញទេក៏ដោយសារតែគេអត់ចង់ឲ្យកើតឡើងទៅលើអីអញ្ចឹងទៅអញ្ចឹងគេធ្វើវាបកាវាទុកអញ្ចឹងទៅអាហ្នឹងអញ្ចឹងឯងឧទាហរណ៍នៅក្នុងក្រុមរោងចក្រមួយមានម្នាក់ប្រធានសហជីពម្នាក់នេះគាត់តវ៉ារឿងឡើងប្រាក់ខែអញ្ចឹងទៅស្រាប់តាយើងថាម្នាក់សោះមានតែម្នាក់ប៉ុន្តែម្នាក់ក៏អាចកើតឡើង2ទៅ3 3ទៅ4ច្រើនតតាមឃើញទេបើសិនជាកើតឡើងម្នាក់គេដឹងមុនគឺគេទប់ស្កាត់ A មុនណាទៅចរចាជាមួយម្នាក់ហ្នឹងកុំឲ្យ B កើតឡើងកុំឲ្យ D កើតឡើងហើយក៏កុំឲ្យ C កើតឡើងដែរឃើញទេអាហ្នឹងជាចំណុចមួយអញ្ចឹងអារឿងពេចហ្នឹងគឺគិតថាអត់គ្រោះថ្នាក់មែនទេវានឹងគ្រោះថ្នាក់បើសិនជាយើងអត់និយាយអញ្ចឹងកន្លែងហ្នឹងគេចង់បញ្ជាក់មកកន្លែងហ្នឹងហើយដែលយើងឃើញហ្នឹងណាអូខេដូចនៅក្នុងមុងធំមួយមនុស្សគេង10នាក់អញ្ចឹងយើងថាកូនមូសទូចមួយមិនអីទេប៉ុន្តែអាមូសទូចហ្នឹងក៏រំខានយើងអត់ឲ្យយើងដេកលក់មួយយប់ដែរណាបាទចំណុចនេះបាទបង slide ចុងក្រោយ analogy web analogy សន្តិភាពខ្សោយតែតលហើយក៏ប្រៀបធៀបអ្វីដែលពិតតែមិនអាចប្រៀបធៀបគ្នាបានអីចឹងបាទអញ្ចឹងលោកគ្រូនឹងលើកឧទាហរណ៍នៅក្នុងទីនេះយើងអាចប្រៀបធៀបបានណាបាទឧទាហរណ៍នេះលោកគ្រូដូចធ្លាប់លើកមួយសារហើយដែលពាក់ព័ន្ធជាមួយនៅក្នុងប៉ុន្តែលោកគ្រូនឹងលើកមួយសារទៀតភាសាមុនអត់មានរូបភាពឥឡូវមានរូបភាពដូចលលកហើយនឹងប្រៀបចឹងយើងមើលពីចម្ងាយបងមើលទៅដូចគ្នាប៉ុន្តែកាន់តែចិត្តទៅបងប្អូននឹងចាំថារូបលលកហើយនឹងប្រៀបនេះគឺវាខុសទាំងពូជទាំងពណ៌ទាំងសពភពទាំងអស់កាន់តែចិត្តទៅយើងបានយើងដឹងថាប្រៀបហើយនឹងលលកគឺវាខុសគ្នាឃើញទេយើងគ្រាន់តែឃើញលលកហើយនឹងប្រៀបបងចាប់ផ្ដើមថាដូចគ្នាអាហ្នឹងវាអត់ត្រឹមត្រូវទេចាប់ស្រុកចាប់ព្រៃហើយចិត្តគ្នាយើងថាចាប់ព្រៃឬក៏ចាប់ស្រុកទាំងអស់ប៉ុន្តែដល់ពេលយកមកចាប់គុំគ្នាគឺយើងខុសគ្នាផ្លែប៉ោមហើយនឹងក្រូចអូថាដូចគ្នាមើលពីចម្ងាយប៉ុន្តែដល់ពេលនឹងដាក់មកចិត្តគឺខុសគ្នាឃើញទេខុសទាំងរូបរាងហើយខុសទាំងរូបជាតិហើយខុសទាំងទ្រង់អីទេទ្រង់ព្រាយស្ករសហើយនឹងអំបិលម៉ត់គឺដូចគ្នាទាំងអស់
មើលចាក់ច្រឡំឲ្យទាំងអស់ប៉ុន្តែដល់ពេលយើងយកមកភ្លក់រសជាតិដាក់នៅអណ្ដាតបានដឹងថាវារសជាតិខុសហើយខុសគ្នាអាហ្នឹងគេហៅថាសភាពផ្សោយហើយបាទចាក់ហើយក៏ប្រៀបធៀបអ្វីដែលពិតនឹងមិនអាចប្រៀបធៀបគ្នាបានអញ្ចឹងម៉ាស៊ីនយកទៅប្រៀបធៀបមួយមនុស្សមិនត្រូវកម្លាំងម៉ាស៊ីននេះកម្លាំងមនុស្សហ្នឹងក្នុងហ្នឹងបាទសង្ឃឹមថាបងប្អូននឹងទាន់កន្លែងនេះចុងក្រោយអាចទៅស្លាយចុងក្រោយអរគុណ inconsistency អសង្កេតភាពដល់ពាក្យភាពខ្មែរគេថាភាពមិនស៊ីសង្វាក់ភាពមិនស្របគ្នាអសង្កេតភាពនេះជាភាសាបាលីបាទដល់ភាពភាសាខ្មែរភាពមិនស៊ីសង្វាក់ឬក៏ភាពមិនស្របគ្នាទៅតាមស្ថានភាពឬក៏ព្រឹត្តិការណ៍ហេតុចឹងទៅចឹងលោកគ្រូឲ្យមើលរូបមកស្លឹកខុសគ្នាខុសយ៉ាងម៉េចអូនមើលរូបមកនេះដាក់រូប welcome welcome ប៉ុន្តែឃើញអីនេះឃើញទេភ្លេងអ្នកឯងចូលមកបាញ់ឡើយប៉ុន្តែពាក្យខាងលើវា welcome វាស្របគ្នានៅក្នុងហ្នឹងទេវាអត់ទេតែពិតយើងថាវាពិតប៉ុន្តែវាមិនពិតទេចំណុចហ្នឹងឯងគឺគេស្វាគមន៍យើងមិនប្រកាសថាគេនឹងរីករាយជាមួយយើងទេណាអាហ្នឹងវាជាទស្សនៈវាជាចិត្តវិទ្យាឬក៏មនោគមវិជ្ជាធ្វើឲ្យភ័ន្តឲ្យយើងភ័ន្តច្រឡំហ្នឹងហើយជាចំណុចមួយដែលយើងលោកគ្រូតែងថាយើងរស់នៅរាល់ថ្ងៃណាគឺរត់ទៅពាក់ព័ន្ធឲ្យយើងបាននៅក្នុងទីហ្នឹងហើយឃើញគេញញឹមដាក់យើងក៏មិនប្រកាសថាគេចូលចិត្តយើងដែរដោយសារតែរឿងអីផ្សេងពាក់ព័ន្ធជាមួយនៅក្នុងទីហ្នឹងគឺគេនិយាយរហ្នឹងក៏មិនប្រកាសថាគេរីករាយជាមួយយើងនឹងដែរទង្វើគេធ្វើល្អហ្នឹងក៏មិនប្រកាសថាវាជាទង្វើមួយដែលចេញពីចិត្តហ្នឹងដែរអាហ្នឹងហើយជាចំណុចមួយដែលយើងធ្វើឲ្យយើងនឹងភ័ន្តច្រឡំចាញ់បោកគេបោកប្រាស់សពគ្រប់អីរឿងស្អីសពគ្រប់អីទាំងអស់ហ្នឹងនៅក្នុងការរស់នៅបាទ9នេះគឺជាវិរុទ្ធផុសតាងមិនគ្រប់គ្រាន់ដែលយើងចាប់ផ្ដើមហ៊ានសន្មតថាបែបនេះបែបនោះអាចទៅរួចមិនអាចទៅទេមិនអាចទៅរួចទេបាទវិរុទ្ធនិទោសផុសតាងមិនគ្រប់គ្រាន់ដែលយើងទោះបីតែយើងមានអាជំនាញតក្កវិទ្យានឹងក៏ដោយក៏យើងមានការភ័ន្តច្រឡំរៀនបានច្រើនក៏ដោយមានបទពិសោធន៍ក៏ដោយមានជំនាញនឹងក៏ដោយធ្លាប់ដឹកនាំទទួលជោគជ័យក៏ដោយមិនប្រកាសថាដឹកនាំទៀតទទួលបានលទ្ធផលឬក៏ជោគជ័យល្អបាទ logical fallacy វិរុទ្ធនិទោសផុសតាងសន្ទុះវិរុទ្ធនិទោសតក្កវិទ្យាអូខេមេរៀនយើងគឺបញ្ចប់ធំនឹងបាត់ហើយបាទអាចថាមេរៀនចុងក្រោយហើយសង្ឃឹមថាបងប្អូននឹងទាន់ហើយនឹងទាន់នៅក្នុងអត្ថន័យខ្លឹមសារនៃមេរៀនដែលយើងរៀនថ្ងៃចុងក្រោយនេះដែលពាក់ព័ន្ធជាមួយនឹងមុខវិជ្ជា critical thinking ទស្សនវិជ្ជាបាទការគិតត្រេះរិះពិចារណាឲ្យស៊ីជម្រៅទៅរឿងមួយចំនួននៅក្នុងដែលយើងប្រើជាមួយនឹងស្តង់ដារបញ្ញានៃការគិតរបៀបនៅក្នុងការគិតបាទមួយចំនួនណាបាទដែលពាក់ព័ន្ធជាមួយនឹងបញ្ញាប្រើជាមួយនឹងរូបមន្តរបស់អ្នកប្រាជ្ញប្រើជាមួយនឹងគំនិតរបស់អ្នកប្រាជ្ញដែលចងក្រងទុកមកចឹងហើយអូខេបន្ទាប់ពីបញ្ចប់នៅមេរៀនហ្នឹងបងប្អូនមានអីសួរលោកគ្រូពាក់ព័ន្ធជាមួយចំណុចវិរុទ្ធនិទោសផុសតាងមិនគ្រប់គ្រាន់ហ្នឹងចន្ទ្រាចេញបាត់នៅសល់បងអូនស្រីលីមហួរមានអីឆ្ងល់សួរទេពាក់ព័ន្ធជាមួយនឹងចំណុចចុងក្រោយហ្នឹងចាអត់មានអីទេលោកគ្រូមិនស្គាល់តែតើហ្នឹងណាបាទតែតើហ្នឹងណាចាអត់ទាន់លោកគ្រូទាន់បាទអូខេអញ្ចឹងបើនេះទេយើងក៏អាចសម្រាប់ប៉ុន្តែមុននឹងសម្រាប់លោកគ្រូរំលឹកឡើងវិញដែលពាក់ព័ន្ធជាមួយនឹង final នៅក្នុងថ្ងៃស្អែក
បញ្ជាក់ទៀតមេរៀនគឺមេរៀនរបស់យើងនឹងមេរៀនដែលលោកគ្រូបរៀនមិញហ្នឹងឯងគឺ focus លើមេរៀនហ្នឹង multiple choice និង true false ជាប្រឡងតាម form បាទអញ្ចឹងដល់ម៉ោងក្នុងថ្ងៃស្អែកលោកគ្រូនឹងតម្លាក់ form សម្រាប់ក្នុង group របស់យើងហើយយើងនឹងបំពេញហើយអ្នកដែលអត់ទាន់បានបំពេញ homework quiz ឲ្យលោកគ្រូទេអាចរួបរន់ក្នុងការធ្វើឲ្យលោកគ្រូដែរបាទដើម្បីលោកគ្រូ report មានបន្ទុកមានអីsubmit ឬក៏ប្រគល់ជូនទៅថ្នាក់លើរបស់លោកគ្រូបាទអូខេអញ្ចឹងបើអត់មានអីសួរទេបងអូនក៏អាចសម្រាប់ហើយម៉ោងទី2យើងអាចមើលវីដេអូនឹងបន្ថែមទៀតហើយបើមានអីឆ្ងល់បងអាចសួរលោកគ្រូអ្នកដែលចូលមកក្រោយក៏អាចមើលវីដេអូមុនចូល download នៅក្នុងនឹងចប់បាទលោកគ្រូមិនដឹង download បានឬមិនបានទេដោយសារអ៊ីនធឺណិតរបស់លោកគ្រូថ្ងៃហ្នឹងបើជាអស់បាទអញ្ចឹងដែលជាស្អែកដល់លោកគ្រូទៅដល់សាលាលោកគ្រូបានដោនអូខេបើអត់មានអីទេបងអូនក៏អាចសម្រាប់ session ទី1សិនចាស់បាទអរគុណ ចាគ្រូ បាទ ជំរាបលាលោកគ្រូ បាទអរគុណ